រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានគូបញ្ជាក់ក្នុងកិច្ចប្រជុំថាក្រៅពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាជាកត្តាចម្បងអាស៊ាននឹងជជែកគ្នាបន្ថែមលើសង្គ្រាមស៊ីវិល5ឆ្នាំនៅមីយ៉ាន់ម៉ានិងចំនួនព្រំដែនកម្ពុជានិងថៃធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរដ្ឋមន្ត្រីការបរទេសអាស៊ានបានមកជួបប្រជុំគ្នាសម្រាប់ដំណើរការកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសហ្វីលីពីននាថ្ងៃប្រហ័សនេះម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំ2026នេះគឺលោកប្រធានាធិបតីហ្វីលីពីន Fernandes Marcos Jr ក៏បានបញ្ជាក់ពីដំណើរការនៃកិច្ចប្រជុំនេះត្រូវតែដកចេញនូវភាពអួតអាងមួយចំនួននិងកាត់បន្ថយពិធីជប់លៀងបែបប្រពៃណីដើម្បីឲ្យស្របទៅនឹងឧបសគ្គនៃសេដ្ឋកិច្ចសកលលោកយោងតាមសេចក្តីប្រកាសព្រាងបានឲ្យដឹងនៅថ្ងៃប្រហ័សនេះថាមេដឹកនាំអាស៊ីអាគ្នេយ៍នឹងគូបញ្ជាក់អំពីផែនការមួយរួមគ្នាដើម្បីទប់ទល់នឹងវិបត្តិមានដូចជាកង្វះខាតថាមពលដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាជាកត្តាចម្បងកិច្ចប្រជុំដែលមេដឹកនាំអាស៊ាននឹងជជែកគ្នាបន្ថែមស្ដីអំពីគម្រោងចេញនៅផែនការបន្ទាន់មួយដែលគាំទ្រច្បាប់អន្តរជាតិអធិបតេយ្យភាពនិងសេរីភាពនៃការធ្វើនាវាចរដែលអាចត្រូវបានគេចាត់ទុកថាជាការស្ដីបន្ទោសដោយលាក់កំបាំងចំពោះសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់សម្រាប់ការបង្កើតសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានប៉ះពាល់ដល់តំបន់របស់ពួកគេនេះបើយោងតាមសេចក្តីប្រកាសព្រាងនោះសេចក្តីប្រកាសព្រាងនោះក៏ត្រូវបានកំណត់ចេញដោយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅពេលដែលពួកគេបានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនាថ្ងៃសុក្រទី8ខែឧសភានេះដែរស្ថិតនៅក្នុងខេត្តកោះសេប៊ូភាគកណ្ដាលនៃប្រទេសហ្វីលីពីនផែនការនេះក៏បានគូបញ្ជាក់អំពីផែនការលើវិបត្តិមួយដើម្បីដោះស្រាយកង្វះខាតនៃថាមពលនិងបញ្ហាសកលផ្សេងៗទៀតដែលបណ្ដាលមកពីសង្គ្រាមសកលដែរលោកស្រី Teresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីនអំឡុងពេលធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅថ្ងៃប្រហ័សនេះបានមានប្រសាសន៍ថាវិបត្តិដែលកំពុងបន្តនៅមជ្ឈិមបូព៌ានិងផលវិបាកដ៏ធំធេងរបស់វារួមទាំងការរំខានដល់លំហូរថាមពលផ្លូវពាណិជ្ជកម្មខ្សែសង្វាក់ផ្គត់ផ្គង់អាហារនិងសុខុមាលភាពរបស់ប្រជាជនរបស់យើងបានរំលឹកយើងថាការអភិវឌ្ឍហួសពីតំបន់របស់យើងអាចមានផលប៉ះពាល់ភ្លាមៗនិងកាន់តែជ្រាលជ្រៅលើអាស៊ានដែរតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់មានភាពប្រែប្រួលប៉ុន្តែមានការរីកចម្រើនយ៉ាងឆាប់រហ័សខាងសេដ្ឋកិច្ចដែលមានប្រជាជនប្រហែលសរុបរួមគ្នា680លាននាក់មានចំណែកនៃចំណុចក្តៅធំរួមមានទាំងចំនួនទឹកដីរាប់ទសវត្សរ៍ដែលពាក់ព័ន្ធនឹងប្រទេសចិនសង្គ្រាមស៊ីវិលរយៈពេល5ឆ្នាំនៅមីយ៉ាន់ម៉ានិងចំនួនព្រំដែនថ្មីនេះរវាងប្រទេសថៃនិងកម្ពុជាដែរប៉ុន្តែមេដឹកនាំរបស់ខ្លួនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមដែលបានបណ្ដាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនិងជាកត្តាធ្វើឲ្យរដ្ឋជាច្រើនក្នុងប្រទេសរបស់ពួកយើងងាយរងគ្រោះថ្នាក់បំផុតសូមបញ្ជាក់ថាក្រៅពីប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ2026នេះរដ្ឋសមាជិកអាស៊ានរួមមានប្រទេសប្រ៊ុយណេកម្ពុជាឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីមីយ៉ាន់ម៉ាសិង្ហបុរីប្រទេសថៃនិងវៀតណាមព្រមទាំងទីម៉ូខាងកើតដែលត្រូវបានទទួលយកជាសមាជិកពេញសិទ្ធិកាលពីខែតុលាឆ្នាំ2025 ARDB ជាធនាគារពាណិជ្ជនិងជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្លាយជាគ្រឹះស្ថានផ្ដល់ហិរញ្ញប្បទានបៃតងនិងហិរញ្ញប្បទានប្រកបដោយចីរភាពឈានមុខគេដែលផ្ដោតលើការអភិវឌ្ឍវិស័យកសិកម្មវិស័យជនបទនិងវិស័យបៃតងនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់